Ok, so đây tại chốn năng nè đây là lạnh brand avatarទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំមានពីរ model ដែលជា option royal ដូចគ្នាគឺ avatar 12ក៏ដូចជា avatar 11 royal ចឹងបងប្អូនធ្លាប់សួរខ្ញុំថាតើរវាង12និង11ហ្នឹងតើវាខុសគ្នាអីខ្លះអញ្ចឹងថ្ងៃហ្នឹងយើងមកមើល detail របស់វាទាំងអស់គ្នាតើវាមានលក្ខណៈពិសេសនិងភាពខុសគ្នាខ្លះទៅលើ LAN ទាំងពីរហ្នឹងចឹងខ្ញុំចូលមកដល់ avatar 12មុនព្រោះអីមួយរយៈនេះគឺជា LAN ដែលគេកំពុងចាប់អារម្មណ៍ខ្លាំងណា avatar 12លក្ខណៈពិសេសរបស់វាគឺជា LAN sedan កាត់ស្ពណ៌ណាដែលមានរូបរាងធំទលាយបើយើងមើលខាងក្រៅណាហើយជាពិសេសយ៉ាន់កង់ពុកម៉ែបងប្អូនយ៉ាន់កង់ទំហំ21 អ៊ីងដែលបំពាក់សបក Dunlop នេះគឺពិតជាស្អាតមែនទែនជាមួយនឹងកញ្ចប់ប្រាំង Brembo ណាចឹងយ៉ាន់នេះម៉ូដលក្ខណៈលុយសេរីរៀងត្រង់មកហើយលក្ខណៈពិសេសរបស់វាគឺនេះពីរពណ៌ពុកម៉ែបងប្អូនចឹងជិះទៅអត់ច្រឡំគេទេគឺពណ៌ប្រផេះលាយជាមួយនឹងពណ៌ខ្មៅថ្នេរពណ៌តាប្រាក់មានជាមួយនឹង Hello Screen ចំពោះ Avatar 12លក្ខណៈពិសេសរបស់វាគឺវាបានបំពាក់ជាមួយនឹងកាមេរ៉ាដែលជាកញ្ចក់មើលក្រោយនេះចឹងរូបភាពផ្ដល់ឲ្យនៅក្នុងកុងទ័រវាច្បាស់ល្អនៅពេលយប់ក៏ដូចជាពេលភ្លៀងខ្ញុំនាំមកមើលកន្លែងដែលគេហៅថា Royal ពុកម៉ែបងប្អូនបាទ Royal នេះគឺគេធ្វើជា edition ឡានខ្មៅពណ៌ប្រផេះហើយខាងក្នុងគឺពណ៌រៀងសាច់ highlight ជាមួយនឹងពណ៌រៀងក្រហមទុំណាក្រហមហ្នឹងគឺក្រហមរៀងដុតអញ្ចឹងយើងបើកទ្វារមកមានអារម្មណ៍ថាឆ្វាយតែម្ដងឡានហ្នឹងណាហើយផ្នែកខាងក្រោយវាក៏ដូចគ្នាដែរពណ៌ណាបាទវាមានកៅអីម៉ាសាទាំងអស់4បាទខាងមុខ2ក៏ដូចជាខាងក្រោយ2ចំណែកឯ Avatar 11វិញ Avatar 11គឺជាឡាន SUV នៅក្នុងរាងជា performance ហើយកាត់ sport ដូចគ្នាអញ្ចឹង11 Royal លក្ខណៈពិសេសរបស់វាពុកម៉ែបងប្អូនបាទពីរពណ៌ដូចគ្នាអញ្ចឹងប៉ុន្តែយ៉ាន់កង់ទំហំ22អ៊ីងនេះគឺពិតជាស្អាតមែនតើតាំងពីខ្ញុំឃើញឡាន Avatar 11មកយ៉ាន់នេះគឺចាត់ទុកថាវាជាយ៉ាន់មួយដែលស្អាតជាងគេហើយជាមួយនឹងកញ្ចប់ប្រាំង Brembo ពណ៌ក្រហមដូចគ្នាអញ្ចឹងមាន kit នៅផ្នែកខាងក្រោមដូចគ្នាប៉ុន្តែ Avatar 11យើងអាចបំពាក់ជាមួយនឹងកញ្ចក់ review នេះបានទេតោះតែយើងទិញប្រភេទ12 06ឬក៏07ទើបមានជាកញ្ចក់នេះអញ្ចឹងកញ្ចក់នេះគឺគេធ្វើឡើងសម្រាប់តែ Avatar 11តែប៉ុណ្ណោះហើយលក្ខណៈពិសេសមួយទៀតរបស់ Royal 11បាទខាងក្នុងវាគឺ highlight ពណ៌ដូច12យ៉ាងគឺពណ៌សាច់ highlight ជាមួយនឹងពណ៌ក្រហមទុំនិងវ័នពណ៌ទឹកមាសហើយជាប្រភេទឡានកៅអី VIP បើសិនជាពុកម៉ែបងប្អូនចង់បានឡានខ្ពស់កៅអី VIP តតែយក11បើ12អត់បានជាប្រភេទកៅអី VIP ប្រភេទកៅអី5អញ្ចឹងណាអញ្ចឹងកៅអី VIP ខាងផ្នែកខាងក្រោយគឺយើងអង្គុយបានតែ2នាក់តែវាស្រឡះវាមានក្តៅត្រជាក់ម៉ាសាអីដូចគ្នាអញ្ចឹងដោយសារតែឡាននេះឥឡូវតម្លៃវាប្រហាក់ប្រហែលគ្នាអញ្ចឹងអ្នកដែលកំពុងតែសម្រេចចិត្តទិញគឺគាត់រៀងពិបាកដែរមួយរៀងឡានទាបបែបពណ៌មួយទៀតឡានខ្ពស់បែប SUV អញ្ចឹងបើពុកម៉ែបងប្អូនចង់យល់ច្បាស់ចង់ដឹងថាខ្លួនឯងស្រឡាញ់មួយណាច្បាស់អាចអញ្ជើញមក First Star Auto បានដើម្បីទស្សនារថយន្តទាំងពីរប្រភេទនេះទៅយើងនឹងស្រួលក្នុងការសម្រេចចិត្តតាក់ទងជាមួយនឹង range រឿងមួយទៀតឡាននេះ range វាបាន705គីឡូប៉ុន្តែចំពោះ Avatar 11បានរហូតដល់760គីឡូវាអាចនឹងខុសគ្នាតិចតួចអញ្ចឹងណាអញ្ចឹងអរគុណមែនតើសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ